chương khlang Australia រោគនេះហើយគឺលោកថមគីមគាត់ប្រកាសក្តែងថានឹងឲ្យប៉ះជាមួយចម្រើនគុណខ្មែរជាការជំនួសសងសឹកបាទជំរាបសួរប្រិយមិត្តបងប្អូនហើយនេះមានព័ត៌មានថ្មីមកចេះជូនប្រិយមិត្តបងប្អូនទៀតហើយពីកីឡាករប្រដាល់គុណខ្មែរចម្រើនគុណខ្មែរត្រៀមសងសឹកប៉ះជាមួយនឹងម៉ូចាស់ដែលម៉ាត់ផ្លែកែងសល់ស្លាកស្នាមចម្រើនខ្មែរមកដល់ពេលនេះគឺខ្ទង់2 ខែបងប្អូនដែលកីឡាករចម្រើនគុណខ្មែរចាញ់ក្រោមកណ្ដាប់ដៃនឹងផ្លែកែងរបស់កីឡាករនេះដែលមានហាសនាមថាចាំមេខូតិចដែលជាជើងខ្លាំងអូស្ត្រាលីហើយការជំនួបលើកមុនគឺរវាងចម្រើនគុណខ្មែរហ្នឹងគឺប្រកួតលើទឹកដីអូស្ត្រាលីហើយកីឡាករចម្រើនខ្មែរយើងចាញ់គេប៉ុន្តែចម្រើនខ្មែរក៏ត្រូវបែកចើមធំដែរហើយឥឡូវនេះលោកថមគីមបានផុសពតហើយបងប្អូនគឺគាត់បានទៅសេថាបើកជុំរុំឲ្យចម្រើនគុណខ្មែរវឹកហាត់ត្រៀមសងសឹកដៃគូចាស់ដែលធ្វើឲ្យបែកចិញ្ចើមគាត់បង្ហើបច្បាស់ហើយបងប្អូនហើយបងប្អូនដឹងហើយកីឡាករមរុកនេះគឺបោកសរុបទៅគឺគាត់ទៅបានតែ2 3ប្រកួតទេបងប្អូនប្រកួតរបស់គាត់គឺប្រកួតទី1ដូចជាគាត់ប្រកួតលើទឹកដីរបស់គាត់ហើយប្រកួតទី2ការប្រកួតនៅសង្វៀន RWS នៅរាជាដាំងឿននេះហើយការប្រកួតគាត់បានតិចខ្លាំងតែនប៉ុន្តែការប្រកួតតិចប៉ុន្តែវាយបានល្អបងប្អូនកីឡាករមរុកនេះគឺប្រកួតរបស់គាត់ប្រកួតលើកទី1ដូចជាប្រកួតប៉ះចម្រើនគុណខ្មែរហ្នឹងបងប្អូនប្រកួតលើទឹកដីអូស្ត្រាលីហ្នឹងណាឈ្នះចម្រើនខ្មែរហើយប្រកួតទី2នៅសង្វៀនរាជាដាំងឿនឈ្នះជើងខ្លាំងរបស់ថៃរាជាដាំងឿនទៀត RWS ទៀតហើយជំរឿតើការសងសឹកលើកទី3នេះការប្រកួតលើកទី3សងសឹកប៉ះជាមួយចម្រើនគុណខ្មែរយ៉ាងម៉េចចឹងមកព្រោះកីឡាករនេះល្អហើយលោកថមគីបង្ហើបនេះគឺគាត់យកមកប្រកួតនាទឹកដីប្រទេសកម្ពុជាយើងដើម្បីការជំនួបប៉ះជាមួយនឹងចម្រើនគុណខ្មែរប្រហែលជាអាចមានការតាក់ខ្សែក្រវ៉ាត់ទៀតផងយើងចាំមើលដល់គ្នាគូនេះមិនមែនលំបងប្អូនសុទ្ធតែលំដាប់ហើយពិសេសគឺដៃគូរបស់ចម្រើនខ្មែរនេះជាកីឡាករល្អគ្រប់គ្រឿងពិសេសកែងកញ្ឆក់របស់គាត់គឺល្អខ្លាំងតែនពេលគៀកគឺគាត់ប្រើកែងកីឡាករមរុកនេះដូចចម្រើនខ្មែរគាត់ប្រើអាវុធវាយកាប់ចឹងគឺគាត់ប្រើកែងវាយកាត់វិញគឺល្អហើយចម្រើនអ្នកលេងមុខសែតបងប្អូនដឹងហើយគឺការប្រកួតរបស់គាត់ចាញ់ក្រៅប្រទេសគឺទោះចាញ់ក៏ល្អមើលដែរសើត្រង់ថាកីឡាករចម្រើនខ្មែរគាត់រៀងមើលទៅគឺមិនសូវមានប្រតិភាពហើយការនិយាយមិនសូវនិយាយច្រើននេះបើតែចាញ់ប្រកួតក្រៅប្រទេសវិញគឺមិនដែល fan ខមណងបងប្អូនសើត្រង់ថាគាត់ប្រកួតចាញ់ហប់ចាត់ដូចឈ្នះជើងខ្លាំងជប៉ុន2 រូបហើយថ្មីនេះឈ្នះហ៊ីសៃតូម៉ូមួយនិងឈ្នះជើងខ្លាំងជប៉ុន1 រូបទៀតឈ្នះនៅសង្វៀនណុកអោមួយនិងឈ្នះប្រទេសកម្ពុជាមួយឥឡូវនេះจะមើលតើយកកីឡាករអូស្ត្រាលីនេះមកប្រកួតប៉ះជាមួយចម្រើនខ្មែរលើទឹកដីកម្ពុជាមើលតើចម្រើនខ្មែរយើងអាចសងសឹកឲ្យខ្លួនឯងបានដែរឬទេបងប្អូនគឺលោកថមគីមគាត់បើកភ្លើងខៀវឲ្យហើយបើចម្រើនគុណខ្មែរឈ្នះគឺល្អខ្លាំងតែនគ្រូកីឡាកររូបនេះម៉ាត់ចម្រើនខ្មែរត្រូវធ្ងន់ធ្ងរដែរកាលនោះចម្រើនខ្មែរលេខ3ធំខ្លាំងតែនបងប្អូនប្រហែល 6-7 ធ្នេគាត់ថាដៃគូរបស់ចម្រើនខ្មែរនេះគាត់ក៏របួសដែរបងប្អូនប៉ុន្តែរបួសរបៀបថារបួសបន្តិចកតុយភ្នែកហ្នឹងមិនមែនរបួសធ្ងន់ធ្ងរដល់ចម្រើនគុណខ្មែរគាត់ថាគាត់ការចេញគូតរបស់គាត់ក្រៅស្រុកតួมันឈ្នះមែនប៉ុន្តែល្អមើលពួកគាត់វាចេញអបចាត់ចម្រើនខ្មែរបងប្អូនមិនលុំទេវាយោម៉ាត់មានស្នៀតរបស់គាត់គ្រប់គ្រឿងហើយអ្នកគាំទ្រមើលពេញចិត្តខ្លាំងតែចម្រើនខ្មែរបងប្អូនអាវុធគាត់គឺលោហើយមើលតើការប្រកួតប៉ាសនេះចុងខែនេះឬក៏ចូលខែថ្មីដែលលោកថមគីមគាត់បង្ហើបនេះណាបងប្អូនហើយអ្នកមានព័ត៌មានបណ្ដាចែកជូនបងប្អូនអ្នកមកថ្មីក៏ភ្លេចចុច subscribe អ្នកមួយផងសញ្ញាដឹងដើម្បីបានព័ត៌មានថ្មី